សង្គ្រាមអារ៉ាប់អ៊ីស្រាអែលដែនដីខាងណានត្រូវបានអូតូម៉ង់គ្រប់គ្រងប្រហែល402ឆ្នាំតែមកដល់សម័យសង្គ្រាមលោកលើកទី1អង់គ្លេសបានវាយកំទេចពួកអូតូម៉ង់រួចក៏បានកាន់កាប់ដែនដីខាងណាននិងសកដានីនិងអ៊ីរ៉ាក់ក្រោយពីសង្គ្រាមលោកលើកទី1បានបញ្ចប់អូតូម៉ង់ក៏បានផ្ទេរដែនដីនេះមកឲ្យអង់គ្លេសពេលនោះមានប្រជាជនយូដាដែលរស់នៅខាងប្រទេសរុស្ស៊ីនិងអឺរ៉ុបខាងកើតបានវិលត្រឡប់មកកាន់ដែនដីបុព្វបុរសរបស់ខ្លួនវិញដែលពួកគេហៅថា Holy Land ដោយសារពេលនោះនៅឆ្នាំ1917អង់គ្លេសបានប្រកាសគាំទ្រការវិលត្រឡប់មកកាន់ដែនដីរបស់ពួកគេវិញហើយនៅឆ្នាំ1933ដោយសារអាល្លឺម៉ង់បានធ្វើទុកបុកម្នេញជនជាតិយូដាបានវិលត្រឡប់មកកាន់ដែនដីនេះកាន់តែច្រើនទៅពីឆ្នាំ1918ជនជាតិយូដាមានប្រហែល60000នាក់មកដល់ឆ្នាំ1936មានប្រហែល400,000នាក់ពួកអារ៉ាប់បានខឹងសម្បានឹងពួកយូដានាំមានការបាតុកម្មមួយនៅឆ្នាំ1936ហើយពួកអារ៉ាប់ក៏នាំគ្នាទៅលុកលុយពួកយូដានៅឆ្នាំ1937អង់គ្លេសបានកាត់ដែនដីខាងណាននេះទៅជាពីររដ្ឋអារ៉ាប់និងរដ្ឋអ៊ីស្រាអែលតែទាំងសងខាងមិនព្រមដូចគ្នាតែភាគច្រើនអារ៉ាប់ប្រឆាំងជាងគេនៅឆ្នាំ1937ដដែលសង្គ្រាមបានចាប់ផ្ដើមពួកអារ៉ាប់បានដើរលុកលុយពួកអង់គ្លេសនិងភូមិពួកយូដាពេលនោះអង់គ្លេសប្រើទាហានប្រមាណ30000នាក់មកទប់ទល់ជាមួយពួកអារ៉ាប់ហើយអ៊ីស្រាអែលក៏បានជួយអង់គ្លេសផងដែរតែក្រោយមកដោយសារពួកបោះបោអារ៉ាប់បានបែកគ្នាជាពីរក្រុមអង់គ្លេសនិងអ៊ីស្រាអែលក៏បានកំទេចពួកអារ៉ាប់បានយ៉ាងងាយចាប់ពីពេលនោះមកអារ៉ាប់នៅខាងណានគ្មានអំណាចអ្វីទៀតទេតែអង់គ្លេសបានដាក់ច្បាប់ថ្មីឲ្យយូដាមករស់នៅទីនេះបានប្រហែលជា750,000នាក់ប៉ុណ្ណោះតែពួកយូដានៅតែលួចចូលបានដោយការលួចលាក់ក្រោយសង្គ្រាមលោកលើកទី2ជិតបញ្ចប់ពួកយូដានាំគ្នាមកកាន់ទឹកដីនេះកាន់តែច្រើនទៅព្រោះសហភាពសូវៀតក៏បានធ្វើបាបពួកយូដានេះគ្នាមកដល់ឆ្នាំ1977 UN បានរៀបចំដែនដីឲ្យជនជាតិទាំងពីរពួកយូដាបានយល់ព្រមតែពួកអារ៉ាប់មិនព្រមមកដល់ឆ្នាំ1938អ៊ីស្រាអែលបានប្រកាសខ្លួនជារដ្ឋឯករាជ្យហើយអារ៉ាប់ក៏ត្រៀមបំផ្លាញអ៊ីស្រាអែលដូចគ្នាពេលនោះអារ៉ាប់ទាំង5មានអេស៊ីបសកដានីស៊ីរីអ៊ីរ៉ាក់រីបងបានចូលរួមផ្លាស់ជាសម្ព័ន្ធអារ៉ាប់លោកអាសាមបាសាជាអ្នកការទូតខាងសម្ព័ន្ធអារ៉ាប់បាននិយាយថាខ្ញុំផ្ទាល់សូមប្រាថ្នាថាជនជាតិយូដាមិនជំរុញឲ្យយើងចូលក្នុងសង្គ្រាមនេះទេព្រោះនេះជាសង្គ្រាមនៃការសម្លាប់រង្គាលពេលនោះអារ៉ាប់បានបុកចូលគ្រប់ទិសចូលដែនដីអ៊ីស្រាអែលពេលនោះលោក David Ben Gurion បាននិយាយថាយើងត្រូវតែធ្វើអ្វីគ្រប់យ៉ាងដើម្បីធានាថាពួកប៉ាឡេស្ទីនមិនអាចត្រឡប់មកវិញបានឡើយមកដល់ឆ្នាំ1949អ៊ីស្រាអែលបានវាយបំផ្លាញពួកសម្ព័ន្ធអារ៉ាប់ភ្លេចមានសល់ហើយអ៊ីស្រាអែលក៏បានរីកដែនដីធំជាងមុនដោយបានកាន់កាប់ 78% នៃដែនដីខាងណានហើយអេស៊ីបកាន់កាប់កាសានិងសកដានីកាន់កាប់ West Bank សម្ព័ន្ធអារ៉ាប់និងអ៊ីស្រាអែលបានធ្វើសន្ធិសញ្ញាមួយដោយយកខ្សែបៃតងជាព្រំដែនបណ្ដោះអាសន្នពេលនោះជនជាតិយូដាដែលរស់នៅតាំងពីដើមនៅដែនដីអារ៉ាប់បានវិលត្រឡប់មកវិញនាំឲ្យប្រជាជនអ៊ីស្រាអែលមានច្រើនជាងមុន2ដងតែនៅឆ្នាំ1956ប្រទេសអេស៊ីបបានបិទគប់ព្រៃជីកស៊ុយអេដើម្បីគ្រប់គ្រងខ្លួនឯងពេលនោះប្រទេសអង់គ្លេសបារាំងអ៊ីស្រាអែលបានខឹងសម្បាជាខ្លាំងអ៊ីស្រាអែលបានបើកវត្តបត្តិការមួយវាយលុកចូលស៊ីណៃដើម្បីបើកច្រកទីរ៉ានហើយបារាំងនិងអង់គ្លេសបានទម្លាក់គ្រាប់បែកបំផ្លាញបរិយាយន្តហោះយោធារបស់អេស៊ីបហើយប្រទេសទាំង3ក៏បានកាន់កាប់ដែនដីស៊ីណៃព្រមទាំងព្រៃជីកស៊ុយអេផងដែរតែអាមេរិកនិងសូវៀតបានបញ្ឈប់ពួកគេដោយសារខ្លាចសង្គ្រាមត្រជាក់រីកធំទៅមកដល់ឆ្នាំ1967អ៊ីស៊ីបបានបញ្ជូនកងទ័ពមកដែនដីស៊ីណៃយ៉ាងច្រើនពេលនោះអ៊ីស្រាអែលដឹងថាអេស៊ីបចង់ឈានពានខ្លួនហើយអេស៊ីបក៏បានបិទច្រកទីរ៉ានផងដែរហើយអ៊ីស្រាអែលក៏បានដឹងថាអេស៊ីបចង់បង្កើតសង្គ្រាមជាមួយខ្លួនហើយអ៊ីរ៉ាក់ស៊ីរីសកដានីក៏បានចូលរួមម្ដងទៀតលោក Gamal Abdel Nasser បាននិយាយថាយើងមិនចូលប៉ាឡេស្ទីនជាមួយដីដែលគ្របដណ្ដប់ជាមួយសាច់នោះទេតែយើងនឹងចូលប៉ាឡេស្ទីនជាមួយដីដែលពោពេញទៅដោយឈាមថ្ងៃទី5អ៊ីស្រាអែលបានបើកវត្តការជាមួយយន្តហោះបារាំងកំទេចប្រេយន្តហោះអ៊ីស៊ីបបានយ៉ាងច្រើនពេលនោះអ៊ីស្រាអែលបានកាន់ដាប់ដែនដីស៊ីណៃទាំងមូលនិងដែនដី West Bank តំបន់កាហ្សានិងកូឡានហៃដែលសង្គ្រាមនេះគេហៅថាសង្គ្រាម6ថ្ងៃដោយសារអ៊ីស្រាអែលបានប្រើរយៈពេលតែ6ថ្ងៃប៉ុណ្ណោះមកដល់ឆ្នាំ1973អេស៊ីបនិងស៊ីរីបានសហការគ្នាដើម្បីឈ្លានពានអ៊ីស្រាអែលដើម្បីវាយយកដែនដីដែលបានបាត់មកវិញពេលនោះអេស៊ីបបានបុកចូលតាមស៊ីណៃមិនឲ្យអ៊ីស្រាអែលដឹងមុននោះទេរយៈពេល2ថ្ងៃដំបូងអេស៊ីបនិងស៊ីរីជោគជ័យជាខ្លាំងតែក្រោយមកអ៊ីស្រាអែលបានវាយលុកចូលប្រទេសទាំងពីរមកវិញតែពេលតទល់គ្នាបាន2ថ្ងៃ UN បានបញ្ឈប់ប្រទេសទាំង3ហើយអេស៊ីបទទួលបានដែនដីស៊ីណៃមកវិញចាប់ពីពេលនោះមកពួកអារ៉ាប់មិនហ៊ានជាមួយអ៊ីស្រាអែលទៀតទេសង្គ្រាមអ៊ីរ៉ាក់អ៊ីរ៉ង់ក្រោយពីអាណានិគមនិយមអង់គ្លេសបានប្រគល់ឯករាជ្យដល់អ៊ីរ៉ាក់នៅឆ្នាំ1932ចំនួនរវាងប្រទេសអ៊ីរ៉ាក់និងប្រទេសអ៊ីរ៉ង់បានកើតឡើងដោយសាររឿងច្រកទន្លេសាត់អាល់អារ៉ាប់ដែលហូរមកពីទន្លេអឺហ្វ្រាតពីដែនដីអ៊ីរ៉ាក់មកកាន់ឈូងសមុទ្រពាក់ដែលខ្សែទឹកមួយនេះបានក្លាយជាព្រំប្រទល់ប្រទេសទាំងពីរនិងបានបង្កចំនួនរាប់ឆ្នាំទៅកាន់ប្រទេសទាំងពីរផងដែរតែមកដល់ឆ្នាំ1975កិច្ចព្រមព្រៀងអាល់ហ្សេរីបានធ្វើឡើងដោយប្រទេសទាំងពីរសម្រេចយកច្រកទន្លេដែលហូរចូលឈូងសមុទ្រពាក់ជាព្រំដែនប៉ុន្តែសាដាមហ៊ូសេនមិនចូលចិត្តកិច្ចព្រមព្រៀងនេះទេហើយក៏ចង់លុបវាចោលមកដល់ឆ្នាំ1979បដិវត្តន៍អ៊ីរ៉ង់បានកើតឡើងហើយអ៊ីរ៉ង់ក៏បានក្លាយជាសាធារណរដ្ឋអ៊ីស្លាមរឿងនេះមិនមែនជារឿងល្អសម្រាប់សាដាមហ៊ូសេននោះទេព្រោះអ៊ីរ៉ង់កាន់និកាយ CR ចំណែកអ៊ីរ៉ាក់កាន់និកាយស៊ូនីហើយមេដឹកនាំអ៊ីរ៉ង់បានលើកទឹកចិត្តឲ្យអ្នកកាន់សាសនាអ៊ីស្លាមនិកាយ CR ងើបឡើងបង្កើតរដ្ឋអ៊ីស្លាមដូចខ្លួនហើយពេលនោះសាដាមហ៊ូសេនខ្លាចពួកកាន់និកាយ CR នៅអ៊ីរ៉ាក់ងើបបោះបោលដូចនេះសាដាមហ៊ូសេនបានសម្រេចចិត្តបើកការវាយលុកចូលអ៊ីរ៉ង់នៅឆ្នាំ1980ជាមួយតប200,000នាក់រក្រោះ2000គ្រឿងយន្តហោះចម្បាំងប្រហែល400គ្រឿងនិងបានបែងចែកទៅជា3កងពលធំមួយវាយខាងជើងមួយទៀតបុកកណ្ដាលមួយទៀតវាយខាងត្បូងដើម្បីយករដ្ឋខូកេស្ថានហើយមានគោលដៅយកក្រុមស្កូរ៉ាមសូហាលោកសាដាមហ៊ូសេនបាននិយាយថានេះជាសង្គ្រាមកាឌីស៊ីយ៉ាទី2ជាសង្គ្រាមដែលពួកអារ៉ាប់បានបំបាក់ពួកប៉ែកជាលើកទី2អ៊ីរ៉ាក់បានវាយបំបាក់អ៊ីរ៉ង់ដោយប្រើយន្តហោះទម្លាក់គ្រាប់បែកនិងរក្រោះតែអ៊ីរ៉ង់បានបំបាក់អ៊ីរ៉ាក់វិញជាមួយយន្តហោះអាមេរិកប្រហែល200គ្រឿងចូលទម្លាក់គ្រាប់បែកនៅអ៊ីរ៉ាក់
តែនៅឆ្នាំ1980ដែរអ៊ីរ៉ាក់បានចូលគ្រប់គ្រងក្រុមក្រមសហបន្ទាប់ពីប្រយុទ្ធគ្នាអស់មួយអាទិត្យតែអ៊ីរ៉ង់បានកែនតបរាប់សែនអ្នកមកតទល់គ្នានៅទីក្រុងនេះរាប់ឆ្នាំតែមកដល់ឆ្នាំ1982អ៊ីរ៉ង់បានវាយបំបាក់អ៊ីរ៉ាក់វិញហើយក៏បានដណ្ដើមយកដែនដីចាស់មកវិញនិងបន្តវាយចូលអ៊ីរ៉ាក់វិញផងដែរដោយមានគោលដៅកំទេចរបបសាដាមហ៊ូសេនដែលគេហៅថាប្រតិបត្តិការរ៉ាម៉ាដានទាហានទាំងសងខាងរាប់សែនអ្នកបានតទល់គ្នាតែអ៊ីរ៉ង់បរាជ័យក្នុងការកាន់កាប់ទីក្រុងដែលពួកគេមានគោលដៅដណ្ដើមទីក្រុងបាស្រាចាប់ពីពេលនោះមកសង្គ្រាមនេះក្លាយជាទីយានប្រយុទ្ធដែលមានការជីកត្រង់សេជាច្រើនតង់ដោយសង្គ្រាមលោកទី1ដែរហេតុនេះនាំឲ្យសង្គ្រាមនេះអូសបន្លាយយ៉ាងយូរហើយមកដល់ឆ្នាំ1988អ៊ីរ៉ាក់បានប្រើអាវុធគីមីបាញ់ទៅកាន់អ៊ីរ៉ង់ដែលបានសម្លាប់ជនជាតិខឺអស់រាប់ពាន់នាក់និងបានបំផ្លាញកន្លែងស្តុកប្រេងរបស់គ្នាទៅវិញទៅមកតែនៅឆ្នាំដដែលអ៊ីរ៉ាក់បានចុះខ្សោយសេដ្ឋកិច្ចជាខ្លាំងដូចនេះអ៊ីរ៉ាក់បានបើកប្រតិបត្តិការប្រទានពររ៉ាម៉ាដាននិងបានបំបាក់អ៊ីរ៉ង់ក្នុងឈ្មោះជាសង្គ្រាមចុងក្រោយហើយទីបំផុតប្រទេសទាំងពីរបានបញ្ឈប់សង្គ្រាមតាមរយៈ UN សង្គ្រាមកូសូវូកាលពីសម័យដើមដែនដីកូសូវូត្រូវបានជនជាតិមួយឈ្មោះអ៊ីរ៉េរៀនដែលជាអំបូរដូនតារបស់ជនជាតិអាល់បានីតែក្រោយមកអាណាចក្ររងក៏បានគ្រប់គ្រងដែនដីនេះមកដល់សតវត្សទី9ដំបូងជនជាតិស្លាវវិជាជនជាតិសេបៀបានមករស់នៅដែនដីនេះហើយអាណាចក្រសេបៀក៏បានគ្រប់គ្រងដែនដីនេះនិងបានកសាងវិហារសាសនាសំណង់អគារធំៗផ្សេងៗនៅតំបន់កូសូវូដោយសេបៀហៅតំបន់នេះថាបេះដូងនៃសេបៀតែមកដល់សតវត្សទី13អូតូម៉ង់បានបំបាក់ជនជាតិសេបៀនិងយកសេបៀធ្វើជារដ្ឋចំណោះមកដល់សតវត្សទី16សង្គ្រាមរវាងអូទ្រីសនិងអូតូម៉ង់បានកើតឡើងពេលនោះអូទ្រីសក៏បានវាយយកបានដែនដីសេបៀដោយសារតែសេបៀជាអ្នកកាន់សាសនាគ្រិស្តពួកគេបានជួយច្បាំងអូទ្រីសនិងសង្ឃឹមថាទទួលបានឯករាជ្យពីអូតូម៉ង់តែពេលដែលអូតូម៉ង់បានទឹកដីនោះមកវិញសេបៀខ្លាចអូតូម៉ង់កំទេចពួកគេសម្រេចចិត្តនិរទេសខ្លួនទៅកាន់អូទ្រីសដែលពេលនោះអូទ្រីសកាន់កាប់ខាងជើងសេបៀហើយគេហៅថា Great Serbian Immigration តែពេលនោះនាំឲ្យជនជាតិអាល់បានីមករស់នៅតំបន់នោះវិញជាពិសេសតំបន់កូសូវូដោយសារជនជាតិអាល់បានីភាគច្រើនជាជនជាតិដែលចូលសាសនាអ៊ីស្លាមនិងបានចូលរួមធ្វើកងទ័ពអូតូម៉ង់បានហៅពួកអាល់បានីមករស់នៅតំបន់នេះព្រោះសេបៀបានចាក់ចេញអស់ទៅហើយមកដល់សតវត្សទី18សេបៀដែលនៅខាងត្បូងតែងតែងើបបោះបោរប្រឆាំងនឹងអូតូម៉ង់ធ្វើឲ្យអូតូម៉ង់ខឹងសម្បានឹងពួកគេហើយក៏បានប្រើកងទ័ពខ្លួនបលាយពូជសាសសេបៀភាគច្រើនជាពួកទាហានទាំងនោះគឺជាជនជាតិអាល់បានីពេលសេបៀបានឯករាជ្យនៅឆ្នាំ1878សេបៀបានបលាយពូជសាសអាល់បានីវិញពូជសាសទាំងពីរបានច្បាំងគ្នាក្នុងនាមជាការសងសឹកក្រោយពីអូតូម៉ង់អស់អំណាចនៅបាល់កង់សេបៀបានកាន់កាប់កូសូវូពេញដៃក្រោយពីសង្គ្រាមលោកលើកទី1បានបញ្ចប់ជនជាតិក្រូអាតជនជាតិស្លូវេនីជនជាតិសេបៀបានបង្កើតអាណាចក្រយូកូស្លាវីដោយសារពួកគេគឺជាមនុស្សអំបូរស្លាវិកដូចគ្នាហើយបូស្នីនិងមុនតេនេក្រូក៏បានចូលរួមផងដែរតែរដ្ឋនេះនៅមិនបានយូរនោះទេក្រោយទីតូស្លាប់នៅឆ្នាំ1980រដ្ឋយូហ្គោស្លាវីជួបបញ្ហាជាច្រើនដោយសារជនជាតិនីមួយៗមានភាសាផ្សេងគ្នានិងតំបន់ខ្លះក្រតំបន់ខ្លះមានតំបន់ខ្លះជាអ្នកកាន់សាសនាគ្រិស្តតំបន់ខ្លះជាអ្នកកាន់សាសនាអ៊ីស្លាមដែលបង្កឲ្យមានចំនួនកើតឡើងពេលនោះប្រទេសក្រូអាតនិងស្លូវេនីបានប្រកាសឯករាជ្យព្រមទាំងបូស្នីតែក្រោយមកកូសូវូចង់ក្លាយជារដ្ឋឯករាជ្យដូចគ្នាតែសេបៀមិនព្រមនាំឲ្យមានសង្គ្រាមកូសូវូកើតឡើងពេលនោះកងទ័ពរំដោះកូសូវូបានសម្លាប់ប៉ូលីសនិងមន្ត្រីសេបៀដោយមានហេតុការណ៍នេះសេប៊ីបានសម្លាប់ជនជាតិអាល់បានីណាដែលរស់នៅក្នុងភូមិដែលពួកគេសង្ស័យថាមានកងទ័ពរំដោះនៅទីនោះនិងបានបាញ់សម្លាប់ប្រជាជនអស់រាប់ម៉ឺននាក់ពេលនោះណាតូបានចូលមកសេប៊ីដើម្បីឲ្យពួកគេឈប់សម្លាប់ប្រជាជនស៊ីវិលទៀតនិងបានទម្លាក់គ្រាប់បែកលើទីក្រុងសេប៊ីរហូតដល់ឆ្នាំ1999ទើបសង្គ្រាមបានបញ្ចប់ដោយសេប៊ីសុកចិត្តដកទ័ពចេញពីកូសូវូសង្គ្រាមឆេឆានជាតំបន់មួយនៃប្រទេសរុស្ស៊ីតែកាលពីសម័យមុនពេលរុស្ស៊ីកាន់កាប់តំបន់នេះពួកឈឺឆានជាមនុស្សដែលរស់នៅតំបន់កូកាសឹសខាងជើងពួកគេជាអំបូរមនុស្សដែលមានដើមកណ្ដាលនៅតំបន់នោះហើយក៏ជាអ្នកកាន់សាសនាអ៊ីស្លាមផងដែរតែនៅសតវត្សទី18រុស្ស៊ីបានទូតតាតំបន់នោះរួមទាំងដែនដីឈឺឆានផងដែរនិងបង្កឲ្យមានសង្គ្រាមជាង50ឆ្នាំហើយមកឆ្នាំ1864ទើបរុស្ស៊ីបានកាន់កាប់តំបន់នេះពេលនោះជនជាតិឈឺឆានជាច្រើនបានបង្ខំចិត្តផ្លាស់ទីមកនៅអូតូម៉ង់ប្រហែល500,000នាក់និងបានស្លាប់ប្រជាជនអស់ប្រមាណ2លាននាក់មកដល់សម័យបដិវត្តរុស្ស៊ីជនជាតិឈឺឆានបានងើបបោះបោលតែត្រូវពួកបុលសេវិករុស្ស៊ីកំទេចចោលមកដល់សម័យសង្គ្រាមលោកលើកទី2 Stalin ខ្លាចពួកឈឺឆានជួយខាងឡាម៉ង់ Stalin បានបញ្ជាឲ្យគេនិរទេសឈឺឆានទៅតំបន់អាស៊ីកណ្ដាលដូចជាកាសាខស្ថាននិងអ៊ុយបេគីស្ថានក្រោយពី Stalin ស្លាប់នៅឆ្នាំ1953ពួកឈឺឆានបានត្រឡប់មកដែនដីរបស់ពួកគេវិញហើយតំបន់ស្វយ័តឈឺឆានបានបង្កើតតែពេលពួកគេមកវិញភាគច្រើនផ្ទះរបស់ពួកគេនិងដីធ្លីត្រូវបានជនជាតិរុស្ស៊ីកាន់កាប់អស់ទៅហើយដែលនាំឲ្យជនជាតិនេះរស់នៅយ៉ាងវេទនានាសម័យសូវៀតគ្រប់គ្រងក្រោយពីសូវៀតបានបែកបាក់នាឆ្នាំ1991ឈឺឆានបានបង្កើតខ្លួនជារដ្ឋឯករាជ្យតែរុស្ស៊ីបដិសេធព្រោះឈឺឆានជាតំបន់ដែលមានរ៉ែប្រេងធម្មជាតិច្រើនដែលបង្កឲ្យមានសង្គ្រាមឈឺឆានទី1ដែលពួកឈឺឆានបានវាយបំបាក់រុស្ស៊ីដោយប្រើយុទ្ធសាស្ត្រតបព្រៃហើយក៏បានក្លាយជារដ្ឋស្វយ័តនេះឆ្នាំ1996ដោយសារតែក្លាយជារដ្ឋស្វយ័តក្រុមវិសាមជននិយមនៅឈឺឆានបានបើកការវិភាគចូលរដ្ឋដាកេស្ថានដោយសារពួកគេចង់បង្កើតរដ្ឋអ៊ីស្លាមនៅភ្នំកូកាសឹសដែលពួកជននិយមទាំងនោះបើកការវិភាគទៅកាន់ទីក្រុងរុស្ស៊ីជាច្រើនបណ្ដាលឲ្យរុស្ស៊ីបើកប្រតិបត្តិការលុកលុយទ្រង់ទ្រីធំចូលឈឺឆានបង្កឲ្យមានសង្គ្រាមឈឺឆានទី2នៅឆ្នាំ1999ដោយសាររុស្ស៊ីធ្លាប់ច្បាំងចាញ់ឈឺឆានម្ដងហើយទើបលើកនេះរុស្ស៊ីបានបំបាក់ឈឺឆានបានយ៉ាងងាយស្រួលហើយរដ្ឋធានីរបស់ឈឺឆានសឹងតែរុស្ស៊ីកំទេចចោលគ្មានសល់ទើបពួកឈឺឆានបានច្បាំងលើភ្នំវិញបង្កឲ្យរុស្ស៊ីស្លាប់ច្រើនដូចគ្នារហូតដល់ឆ្នាំ2009ទើបរុស្ស៊ីកាន់កាប់តំបន់នេះពេញដៃ
សង្គ្រាមចិនសូវៀតប្រទេសចិននាសម័យសង្គ្រាមលោកលើកទី2ជាសម្ព័ន្ធមិត្តដ៏ល្អមួយរបស់សូវៀតដោយសូវៀតបានបង្រៀនចិនរបៀបលុកលុយពួកកូមីនតាំងក្នុងសង្គ្រាមស៊ីវិលចិននិងជួយជំនួយផ្សេងៗតែពេលស្តាលីនស្លាប់នាឆ្នាំ1953ទំនាក់ទំនងចិននិងសូវៀតបានផ្លាស់ប្ដូរដោយប្រធានាធិបតីថ្មីសូវៀតឈ្មោះខូឆេវបានរិះគន់ស្តាលីនដែលរឿងនេះមកទងចាប់ទុកជារឿងបំផានមកកាន់រូបលោកព្រោះលោកគោរពស្តាលីនហើយចិនបានចោទសូវៀតថាបានកែតម្រង់ប្រព័ន្ធកុម្មុយនីសហើយនាអំឡុងឆ្នាំ1950ជាងចិនត្រូវការជំនួយពីសូវៀតដើម្បីផលិតនុយក្លេអ៊ែរតែសូវៀតបានឈប់ផ្ដល់ជំនួយផ្នែកយោធាឲ្យចិននៅប្រទេសទាំងពីរបែកបាក់ខ្លាចជាមេកុម្មុយនីសរៀងៗខ្លួនមកដល់ឆ្នាំ1960ជាងព្រំដែនសូវៀតនិងចិនកើតមានចំនួនដោយសារសន្ធិសញ្ញាព្រំដែនមិនមានភាពច្បាស់លាស់នាឆ្នាំ1960ទាហានការពារព្រំដែនរុស្ស៊ីបានបើកការវិភាគទៅកាន់កងល្បាតចិននៅឯកោះឆេនបាវនាំឲ្យសង្គ្រាមបានផ្ទុះឡើងហើយប្រទេសទាំងពីរចល័តអក្រោះនិងកំភ្លើងធំទៅរៀងៗខ្លួនសង្គ្រាមនេះបានធ្វើឲ្យចិនស្លាប់ប្រមាណជា800នាក់យោងតាមប្រភពរបស់សូវៀតហើយបើយោងតាមប្រភពចិនបានផ្សាយថាសូវៀតខ្ទេចអក្រោះអស់27គ្រឿងនិងបានស្លាប់ប្រមាណជាជិត60នាក់ហើយចិនបានរឹបអូសអក្រោះសូវៀតឈ្មោះតេ62ចំនួននៅតែបន្តនៅតាមព្រំដែនរហូតដល់ឆ្នាំ1970ជាងចិនបានទៅងាកទៅអាមេរិកដើម្បីទប់ទល់សូវៀតហើយប្រទេសទាំងពីរយកកងទ័ពជាច្រើនមកដាក់ព្រំដែនខាងចិនមានប្រមាណជា8សែននាក់និងសូវៀតមានប្រមាណជា6សែននាក់តែមកដល់ឆ្នាំ1900ជាងលោកហ្គាបាឆាវបានតាក់ទងចិនឡើងវិញហើយក៏មានសន្តិភាពកើតឡើងបន្តិចបន្តួចមកដល់ឆ្នាំ1991ពេលសូវៀតដួលរលំបានបដូរមករុស្ស៊ីទើបចិននិងរុស្ស៊ីបានដោះស្រាយព្រំដែននេះសង្គ្រាមបារាំងសៀមប្រទេសថៃនាសតវត្សទី18បានគ្រប់គ្រងដែនដីកម្ពុជាឡាវតែមកដល់សម័យអាណានិគមបានមកដល់ស្ដេចខ្មែរព្រះបាទដងឌួងបានហៅបារាំងមកដាក់អាណានិគមនៅប្រទេសកម្ពុជាហើយបារាំងក៏បានឈ្មោះទៅកាន់កាត់លាវផងដែររឿងនេះជារឿងដ៏ឈឺចាប់មួយសម្រាប់ប្រទេសថៃដែលគេតែងតែនិយាយថាខ្មែរនិងលាវបានលួចដីពីថៃទៅរស់នៅប៉ុណ្ណោះប្រវត្តិសាស្ត្រទាំងពីរបានលេចចេញនាសម័យផ្លាយវិបុលសង្គ្រាមជាមេដឹកនាំហ្វាស៊ីសនិយមថៃលោកបានដឹងប្រវត្តិសាស្ត្រដែលបារាំងបានយកដែនដីលាវនិងកម្ពុជាទៅវិញដូចជារឿងនេះឆ្នាំ1893បារាំងបានបើកកប៉ាល់ចម្បាំងរបស់ខ្លួនកំទេចទ័ពសៀមនៅឯប៉ាក់ណាមហើយក៏បានឈ្មោះទៅបាងកកឲ្យសៀមបកគលដីឡាវនិងកម្ពុជាមកវិញហើយនៅឆ្នាំ1907បារាំងបានទាមទារខេត្តខាងលិចរបស់កម្ពុជាមកវិញចាប់តាំងពីពេលនោះមកសៀមបានអភិវឌ្ឍទ័ពរបស់ខ្លួនដូចជាបង្កើតកងអាកាសកងកំភ្លើងធំកងទ័ពទំនើបកងរថក្រោះចំពេលសម័យសង្គ្រាមលោកលើកទី2បារាំងបានចាញ់អាល្លឺម៉ង់បារាំងនៅឥណ្ឌូចិនបានបដូរឈ្មោះមកវិឈីបារាំងវិញដែលជារដ្ឋរណបរបស់អាល្លឺម៉ង់ពេលសៀមបានបដូរឈ្មោះមកថៃលោកផ្លាយវិបុលសង្គ្រាមបានឃើញបារាំងចោះសោយហើយក៏យកអាកាសនេះវាចូលបារាំងនៅឥណ្ឌូចិនជាមួយទាហាន60000នាក់ហើយក៏បានកាន់កាប់ខេត្តបាត់ដំបងសៀមរាបនិងសេរីសុភ័ណ្ឌនិងដែនដីមួយខាងរបស់លាវនៅឯទន្លេមេគង្គហើយបារាំងបានប្រើទាហានឥណ្ឌូចិនមានយួនលាវខ្មែរប្រហែល50000នាក់បារាំងក៏បានបំបាក់ថៃនាឯសមរភូមិកោះឆាងផងដែរហើយក៏បានកំទេចកប៉ាល់ឈ្មោះធនបុរីតែនៅឯសមរភូមិខាងលិចកម្ពុជារបស់វិញកងអាកាសថៃបានជួយកងថ្មើរជើងថៃបានយ៉ាងល្អព្រោះកងអាកាសបារាំងនៅឥណ្ឌូចិនឆ្ងាយពេកដែលមានទីតាំងនៅឯព្រៃនគរឯណោះបន្ទាប់ពីប្រយុទ្ធគ្នាមួយរយៈជប៉ុនបានហៅបារាំងនិងថៃឲ្យចោះសន្ធិសញ្ញាមួយហើយបារាំងសូមចិត្តកាត់ដែនដីកម្ពុជាខាងលិចនិងមួយខាងរបស់លាវឲ្យថៃតែក្រោយពីជប៉ុនបានចាញ់សង្គ្រាមលោកបារាំងបានវាយយកតំបន់ទាំងនោះវិញហើយអាមេរិកក៏បានទាមទារឲ្យថៃបកគលដែនដីទាំងនោះឲ្យបារាំងវិញសង្គ្រាមកោះត្រល់ជាអតីតកោះរបស់អាណាចក្រខ្មែរតែដោយសារសម័យអង្គរខ្មែរមិនដែលបង្រីកឥទ្ធិពលខ្លួននៅសមុទ្រធ្វើឲ្យកោះត្រល់សឹងតែមានប្រជាជនខ្មែររស់នៅរហូតមកដល់សតវត្សទី17ជនជាតិចិនឈ្មោះម៉ាក់ជូបានមកត្រួតត្រាតំបន់នេះហើយនឹងខេត្តកមួនសដោយមានឈ្មោះថារតនីហាទៀងហើយស្ដេចខ្មែរជាអ្នកមានអំណាចនៅពីលើតែនៅឆ្នាំ1708ម៉ាក់ជូបានក្បត់ស្ដេចខ្មែរហើយបានរត់ទៅរកអធិរាជយួនវិញដោយសារពេលនោះសៀមបានលុកលុយខ្មែរហើយខ្មែរចោះសោយមកដល់ឆ្នាំ1736ស្ដេចខ្មែរព្យាយាមវាយលុកយកកោះត្រល់មកវិញតែបរាជ័យក្រោយមកនេះឆ្នាំ1771សៀមបានវាបំបាក់រដ្ឋហាទៀងហើយក៏កាន់កាប់តំបន់នោះមកដល់ឆ្នាំ1836ព្រះបាទអង្គឌួងបាននិយាយជាមួយបេសកជនបារាំងដោយព្រះអង្គនឹងបកគលកោះត្រល់ទៅប្រាំងក្នុងនាមដោះដូរសម្ព័ន្ធមិត្តជាមួយបារាំងមកដល់ពេលដែលបារាំងកាន់កាប់គោខាងស៊ីនកាសែតខាងសមុទ្ររបស់បារាំងបាននិយាយថាកោះត្រល់ជាកោះមួយរបស់ខ្មែរអំឡុងពេលបារាំងបានច្បាំងជាមួយអធិរាជយួនព្រះបាទអង្គឌួងបានផ្ញើសារប្រាប់បារាំងថាដែនដីកូសាំងស៊ីននិងកោះត្រល់ជាដែនដីរបស់ខ្មែរតែអធិរាជយួនបានឈ្លានពានយកពីខ្មែរតែប្រទេសខ្មែរនៅតែទទួលស្គាល់ថាដែនដីនោះជារបស់ខ្មែរមកដល់ឆ្នាំ1939ជនជាតិបារាំងឈ្មោះជូលព្រេរីយេបានគូព្រំដែនទឹករវាងកម្ពុជានិងកូសាំងស៊ីនតែលោកបានកាត់កោះត្រល់ទាំងមូលមកកាន់ស្គរខាងស៊ីនតែក្រោយពីមានកិច្ចព្រមព្រៀងសឺណែវនៅឆ្នាំ1954កោះត្រល់ត្រូវបានបកគលឲ្យវៀតណាមខាងត្បូងកាន់កាប់មកដល់ឆ្នាំ1967កម្ពុជានិងវៀតណាមខាងត្បូងបានសម្រេចចិត្តទទួលស្គាល់ខ្សែបន្ទាត់ព្រីវីយេតែក្រោយមកនរោត្តមសីហនុបានលើករឿងកោះត្រល់មកនិយាយម្ដងទៀតហើយវៀតណាមខាងត្បូងនិងកម្ពុជាសម្រេចចិត្តបោះចោលខ្សែបន្ទាត់នេះតែក្រោយពីវៀតណាមខាងត្បូងបានដួលរលំវៀតណាមខាងជើងបាននាំវៀតណាមទាំងពីរក្លាយជាវៀតណាមតែមួយចំពេលនោះខ្មែរក្រហមកំពុងកាន់កាប់កម្ពុជាផងដែរលោកប៉ុលពតចង់ទាមទារដែនដីកម្ពុជាដែលបានបាត់បង់មកវិញជាពិសេសកោះត្រល់មកដល់ឆ្នាំ1975ខ្មែរក្រហមប្រដាប់ជាមួយកំភ្លើងយន្តនិងទូកល្បាតល្បឿនលឿនបានឈ្មោះទៅកាន់កោះត្រល់នឹងបានបើកការវិភាគខាងជើងកោះត្រល់ហើយក៏ដណ្ដើមបានកោះនេះ3ថ្ងៃក្រោយមកខ្មែរក្រហមបើកទូកល្បាតល្បឿនលឿន3គ្រឿងនិងយកទូកដឹកសុភាវុធដឹកជនជាតិយួន500នាក់មកដាក់នៅកោះកញ្ចក់សេះហើយក្រោយមកបានយកពួកគេមកកម្ពុជាហើយនឹងបានបាញ់សម្លាប់ពួកគេនៅទីនោះក្រោយមកកងនាវាប្រជាជនវៀតណាមបានបើកការវិភាគជាមួយខ្មែរក្រហមហើយក៏បានរំដោះយកកោះត្រល់និងកោះកញ្ចក់សេះមកវិញក្រោយមកប្រទេសទាំងពីរក៏បានចរចាគ្នាឈប់បាញ់
សង្គ្រាមចិនវៀតណាមប្រទេសវៀតណាមនិងចិនធ្លាប់ជាសម្ព័ន្ធមិត្តដ៏ល្អមួយអំឡុងសង្គ្រាមវៀតណាមដោយចិនបានដើរសូមឲ្យប្រទេសខ្មែរនិងលាវជួយវៀតណាមខាងជើងដោយអនុញ្ញាតឲ្យបង្កើតផ្លូវលំហូជីមិញនិងជួយសភាវុធដល់វៀតណាមខាងជើងដើម្បីទប់ទល់អាមេរិកនិងវៀតណាមខាងត្បូងតែនៅឆ្នាំ1970ជាងបើទោះចិននិងសូវៀតមានចំនួនព្រំដែនក៏ដោយវៀតណាមបានងាកទៅសូវៀតជាងរឿងនេះបានធ្វើឲ្យចិនអន់ចិត្តជាខ្លាំងមកដល់ឆ្នាំ1978វៀតណាមបានឈ្លានពានកម្ពុជានិងបំផ្លាញរបបប៉ុលពតដែលកម្ពុជាត្រូវជាសម្ព័ន្ធមិត្តរបស់ចិនហើយក៏បានបណ្ដេញជនជាតិចិននៅវៀតណាមរាប់សែននាក់ដែលមានចំនួនប្រហែល3សែននាក់ព្រោះខ្លាចពួកគេមានទំនាក់ទំនងជាមួយចិនកុម្មុយនីសចិនបានសម្រេចចិត្តរៀបចំផែនការលុកលុយវៀតណាមព្រោះចិនគិតថាវៀតណាមគេចង់ធ្វើបងធំឥណ្ឌូចិនលោកតេងស៊ីពីងបាននិយាយថាលោកនឹងបង្រៀនវៀតណាមនៅមេរៀនមួយនាឆ្នាំ1979ពេលព្រឹកព្រលឹមគ្រាប់កាំភ្លើងធំចិនរាប់រយគ្រាប់បានបាញ់មកកាន់វៀតណាមហើយកងទ័ពចិនប្រហែល3សែននាក់បានឈ្មោះមកភាគខាងជើងវៀតណាមនិងបានវាយប្រហារមកកាន់ខេត្តឡាវកៃកៅបាំងឡាងសើងចិនបានចូលកាន់កាប់តំបន់នេះយ៉ាងលឿនប៉ុន្តែស្ថានដីនៅទីនេះមានភ្នំច្រើនធ្វើឲ្យទាហានវៀតណាមមានកន្លែងលាក់ពួនភាគច្រើនទាហានវៀតណាមបានច្បាំងជាមួយខ្មែរក្រហមឯណោះចំណែកទ័ពដែលទប់ទល់នឹងចិនភាគច្រើនជាប្រជាជនដែលនៅទីនោះនិងកងល្បាតព្រំដែនសង្គ្រាមដែលច្បាំងខ្លាំងបំផុតគឺសង្គ្រាមនៅក្រុងឡាងសើងចិនបានប្រើរក្រោះរាប់រយគ្រឿងនិងបាញ់គ្រាប់ផ្លោងមកកាន់ទីក្រុងនោះបន្ទាប់ពីច្បាំងអានពីអាទិត្យទីបំផុតចិនបានយកទីក្រុងឡាងសើងឯក្រុងកៅបាំងវិញវៀតណាមប្រើទ័ពព្រៃវាយបំបាក់ទ័ពចិននៅទីនោះរាប់រយនាក់តែចុងក្រោយចិនបានកាន់កាប់ទីក្រុងនេះឯនៅក្រុងឡាវកៃវិញទាហានចិនបានស្លាប់និងរបួសជាច្រើនតែចុងក្រោយចិនបានកាត់តំបន់នោះហើយខែ3ឆ្នាំ1979ចិនបានដកទ័ពទៅវិញតេងសៀផិញបានប្រកាសថាចិនបានឈ្នះតាមប្រភពបរទេសបាននិយាយថាចិនស្លាប់អស់ 26000 នាក់ហើយរបួសអស់ 37000 នាក់ឯវៀតណាមស្លាប់អស់ 30000 នាក់និងរបួស 32000 នាក់តែយ៉ាងណាវិញប្រទេសទាំងពីរបានប្រកាសខ្លួនជាអ្នកឈ្នះតែចំនួននេះបន្តរហូតដល់ឆ្នាំ1991តែនៅឆ្នាំ1988ចិនបានកំទេចទ័ពវៀតណាមលើកោះចនសុននៅឯសមុទ្រចិនខាងត្បូងហើយក៏បានកាន់កាប់កោះនៅទីនោះដូចនេះបើតាមសង្គ្រាមខាងលើចិនជាអ្នកឈ្នះព្រោះចិនបានកាន់កាប់កោះវៀតណាមជំលោះម៉ាឡេស៊ីឥណ្ឌូនេស៊ីក្រោយពីសង្គ្រាមលោកលើកទី2បានបញ្ចប់ប្រទេសនៅអាស៊ីអាគ្នេយ៍ភាគច្រើនទទួលបានឯករាជ្យម៉ាឡេស៊ីទទួលបានឯករាជ្យពីអង់គ្លេសនៅឆ្នាំ1957តែមានរដ្ឋនៅកោះបឺណេអូដូចជាសារ៉ាវ៉ាសាបាបានចូលរួមក្នុងសម្ព័ន្ធម៉ាឡេស៊ីប្រធានាធិបតីឥណ្ឌូនេស៊ីលោកស៊ូកាតូចាប់ទុកអង់គ្លេសកំពុងបង្កើតរដ្ឋអាណានិគមថ្មីដែលគម្រាមកំហែងដល់ប្រទេសឥណ្ឌូនេស៊ីពេលនោះលោកបានបង្កើតគោលការណ៍នយោបាយមួយហៅថាការប្រជុំមុខដាក់គ្នាលោកបានបង្កើតឲ្យជនជាតិឥណ្ឌូនេស៊ីទាំងអស់រួបរวมគ្នាប្រឆាំងនឹងម៉ាឡេស៊ីដែលជារដ្ឋអាណានិគមដែលលោកខាងលិចបានបង្កើតសម្រាប់គម្រាមកំហែងដល់ឥណ្ឌូនេស៊ីនៅឆ្នាំ1962ឥណ្ឌូនេស៊ីបានជួយក្រុមបះបោះប្រុយណេឲ្យប្រឆាំងជាមួយម៉ាឡេស៊ីតែបរាជ័យមកដល់ឆ្នាំ1963រដ្ឋនៅកោះបឺណេអូទាំងពីរបានក្លាយជាដែនដីរបស់ម៉ាឡេស៊ីដែលឥណ្ឌូនេស៊ីចាប់ទុកដែនដីទាំងនោះជារបស់ខ្លួនលោកស៊ូកាណូបានកាត់ទំនាក់ទំនងការទូតជាមួយម៉ាឡេស៊ីហើយបានអនុវត្តគោលនយោបាយរបស់លោកដោយបញ្ជូនទ័ពពី100ទៅ200នាក់ក្នុងមួយក្រុមទៅរដ្ឋសារ៉ាវ៉ាត់និងសាបាដើម្បីរំខានដល់កងទ័ពម៉ាឡេស៊ីនិងអង់គ្លេសនៅទីនោះដែលផែនការធ្វើបែបនេះរហូតទៅដល់ម៉ាឡេស៊ីគ្មានអីតទល់ជាមួយឥណ្ឌូនេស៊ីធ្វើឲ្យម៉ាឡេស៊ីមិនអាចអភិវឌ្ឍនៅទីនោះបាននោះក្រោយមកប្រជាជននៅទីនោះនឹងចូលខាងឥណ្ឌូនេស៊ីចំនួននេះឥណ្ឌូនេស៊ីប្រើទ័ពប្រមាណ 22000 នាក់ហើយទ័ពខាងសហព័ន្ធមានម៉ាឡេស៊ីអង់គ្លេសអូស្ត្រាលីនូវែលសេឡង់មានទ័ពប្រមាណជា 17000 នាក់ចំនួននេះធ្វើឥណ្ឌូនេស៊ីស្លាប់អស់ 590 នាក់ហើយខាងសហព័ន្ធស្លាប់អស់ 114 នាក់ចំនួននេះបញ្ចប់លឿនដោយសារនៅឆ្នាំ1965ឥណ្ឌូនេស៊ីមានរដ្ឋប្រហារធ្វើឲ្យលោកស៊ូកាណូចុះអំណាចហើយលោកស៊ូហាតូក៏ឡើងធ្វើជាប្រធានាធិបតីជំនួសវិញហើយក៏លុបចោលគោលនយោបាយរបស់លោកស៊ូកាណូចោលទាំងអស់សង្គ្រាមខើកជនជាតិខើកជាប្រជាជនអំបូរជនជាតិពាក់ដែលរស់នៅម្ដុំចន្លោះប្រទេសទូគីនិងអ៊ីរ៉ង់ពួកគេមិនដែលមានប្រទេសនោះទេពួកគេតែងតែរស់នៅក្នុងកុលសម្ព័ន្ធនៅឯតាមតំបន់ភ្នំតាំងពីសម័យអាណាចក្រស៊ីរុះមកម្លេះមកដល់សតវត្សទី16និងទី17ប្រទេសពាក់បានកើតមានចម្បាំងជាមួយចក្រភពអូតូម៉ង់ដែលនាំឲ្យតំបន់នេះត្រូវបានទុតត្រាដោយពាក់ផងអូតូម៉ង់ផងតែពួកគេនៅតែមានសិទ្ធិជាតំបន់ស្វយ័តតែមកដល់សម័យឆ្នាំ1800ជាងការបះបោរបានកើតឡើងដោយសារអូតូម៉ង់បានទារពន្ធថ្លៃពេកទៅលើពួកគេមកដល់សម័យសង្គ្រាមលោកលើកទី1អូតូម៉ង់បានចាប់បរោះជនជាតិខើកទៅច្បាំងជាមួយពួកសម្ព័ន្ធមិត្តដោយសារសង្គ្រាមនេះនៅជិតតំបន់ដែលខើករស់នៅមកដល់ឆ្នាំ1920ក្រោយពួកសម្ព័ន្ធមិត្តបានយកឈ្នះអាល្លឺម៉ង់និងអូតូម៉ង់ជនជាតិខើកត្រូវបានគេសន្យានឹងបកគលប្រទេសឲ្យមួយតែទូគីបានបដិសេធឯដែនដីខាងជើងរបស់ខើកត្រូវបានត្រួតត្រាដោយបារាំងនិងអង់គ្លេសដូចជាស៊ីរីនិងអ៊ីរ៉ាក់ជាដើមហើយសង្គ្រាមរវាងទូគីនិងខើកបានកើតឡើងតែមានរយៈពេលខ្លីប៉ុណ្ណោះដោយសារខើកគ្មានអ្វីតទល់ជាមួយទូគីមកដល់ឆ្នាំ1925ខើកបានព្យាយាមបោះបោរប្រឆាំងទូគីម្ដងទៀតតែបានបរាជ័យមកដល់ឆ្នាំ1930ការបោះបោរមួយទៀតបានធ្វើឡើងតែបរាជ័យដដែលឯជនជាតិខើកដែលនៅតំបន់ត្រួតត្រាអង់គ្លេសនៅអ៊ីរ៉ាក់នោះវិញក៏ព្យាយាមបោះបោរប្រឆាំងអង់គ្លេសដូចគ្នាដើម្បីបង្កើតប្រទេសមួយសម្រាប់បងប្អូនជនជាតិខើករបស់ពួកគេក្រោយពីអង់គ្លេសបានចាកចេញពីអ៊ីរ៉ាក់សន្យាថានឹងផ្ដល់សិទ្ធិស្វ័យយ័តឲ្យខើកតែអ៊ីរ៉ាក់មិនសូវខ្វល់ពីជនជាតិខើកនោះទេដោយសារអំបូរខុសគ្នាអ៊ីរ៉ាក់ជាជនអារ៉ាប់ឯខើកជាជនពាក់ដោយនេះមកដល់ឆ្នាំ1961សង្គ្រាមខើកលើកទី1បានចាប់ផ្ដើមដែលដឹកនាំដោយគណៈបកប្រជាធិបតេយ្យខើគីស្ថានដើម្បីទាមទារសិទ្ធិរបស់ពួកគេហើយអ៊ីរ៉ង់ក៏បានគាំទ្រជនជាតិខើកដោយសារពួកគេជាអំបូរតែមួយអ៊ីរ៉ាក់បានប្រើយន្តហោះនិងរក្រោះរាប់រយគ្រឿងចូលតំបន់ខើកហើយបានទម្លាក់គ្រាប់បែកដាក់ភូមិជនជាតិខើកប្រមាណជា 4000 គ្រាប់ដែលជាគ្រាប់បែកភ្លើងតែពួកខើកអាចលាក់ពួនក្នុងភ្នំបានយ៉ាងងាយស្រួលធ្វើឲ្យអ៊ីរ៉ាក់ពិបាកកំទេចពួកគេទ
តបអ៊ីរ៉ាក់ប្រមាណ 10000 នាក់បានស្លាប់មកដល់ឆ្នាំ 1970 អ៊ីរ៉ាក់សម្រេចចិត្តទទួលស្គាល់តំបន់ស្វយ័តខឺកតែយ៉ាងណាជនអារ៉ាប់និងពាក់ទាំងពីរទៅតែមានចំនួនដដែលមកដល់ឆ្នាំ 1974 សង្គ្រាមខឺកនិងអ៊ីរ៉ាក់បានចាប់ផ្ដើមម្ដងទៀតដោយសារអ៊ីរ៉ាក់មិនអើពើនឹងកិច្ចព្រមព្រៀងរបស់ខ្លួនហើយបានបញ្ជូនជនជាតិអារ៉ាប់មកនោះនៅតំបន់ខឺកនិងបានបណ្ដេញម្ចាស់ស្រុកចេញតែលើកនេះអ៊ីរ៉ាក់ក្រោមការដឹកនាំរបស់សាដាមហ៊ូសេនបានច្បាំងជាមួយខឺកយ៉ាងសាហាវហើយបានបំបាក់ខឺកយ៉ាងងាយស្រួលដោយសារកិច្ចព្រមព្រៀងរបស់អ៊ីរ៉ាក់និងអ៊ីរ៉ង់ដោយអ៊ីរ៉ាក់បានប្រាប់អ៊ីរ៉ង់ឲ្យឈប់ជួយជនជាតិខឺកដោះដូរជាមួយចំនួនព្រំដែនអ៊ីរ៉ាក់អ៊ីរ៉ង់មកដល់ពេលសង្គ្រាមអ៊ីរ៉ាក់អ៊ីរ៉ង់បានកើតឡើងខឺកក៏បានជួយអ៊ីរ៉ង់អ៊ីរ៉ាក់បានយកលេសនេះប្រឡាយពូជសាសន៍ខឺកដោយបាញ់អាវុធគីមីនិងសម្លាប់ប្រជាជនខឺកប្រមាណ 100,000 នាក់ក្រោយអ៊ីរ៉ាក់បានកំទេចនៅឆ្នាំ 1991 ខឺកបានក្លាយជាតំបន់ស្វយ័តក្រោមការជួយពីសហរដ្ឋអាមេរិកតែមកដល់ឆ្នាំ 1994 តំបន់ទាំងពីរបានចែកជាពីរដែលចំនួននេះបានកើតឡើងរវាងគណៈបកប្រជាធិបតេយ្យខឺគីស្ថាននិងគណៈបកសហភាពសាហាជាតិនៃខឺគីស្ថានហើយសង្គ្រាមបងប្អូនឯងបានកើតឡើងតែចុងក្រោយពួកគេសម្រេចចិត្តឈប់ច្បាំងហើយនឹងកាន់កាប់តំបន់រៀងៗខ្លួនក្នុងនាមជារដ្ឋស្វយ័តតែមួយបច្ចុប្បន្នខឺកនៅអ៊ីរ៉ាក់បានក្លាយជាតំបន់ស្វយ័តឯខឺកនៅទូគីក្លាយជារដ្ឋធម្មតាតែមានសិទ្ធិជាងមុនឯខឺកនៅអ៊ីរ៉ង់ក្លាយជាតំបន់រដ្ឋអ៊ីរ៉ង់ហើយនៅស៊ីរីក៏បានក្លាយជារដ្ឋស្វយ័តមួយផងដែរជនជាតិនេះមានប្រមាណ